ព្រះគម្ពីរបទចម្រៀងសាឡូមោនជំពូកទី1នេះជាចម្រៀងដែលប្រសើរបំផុតជាងអស់ទាំងចម្រៀងជាទំនុករបស់ស្ដេចសាឡូមោនអោបើប្តីនឹងថើបខ្ញុំដោយព្រះអស់ទៅឯងពីព្រោះសេចក្តីស្រឡាញ់របស់ទ្រង់វិសេសជាងស្រាទំពាំងបាយជូរប្រេងអស់របស់ទ្រង់ធំក្លិនក្រអូបល្អព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់សូមទាញនាំខ្ញុំម្ចាស់នោះយើងខ្ញុំនឹងរត់តាមផ្លូវទ្រង់ស្ដេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់យើងខ្ញុំនឹងមានចិត្តអំណរហើយរីករាយក្នុងអង្គទ្រង់យើងខ្ញុំនឹងនឹកចាំពីសេចក្តីស្រឡាញ់របស់ទ្រង់ជាងស្រាទំពាំងបាយជូរគេស្រឡាញ់ដល់ទ្រង់នោះគួរណាស់ហើយអោពួកកូនស្រីនៃក្រុងយេរូសាឡឹមអើយខ្ញុំខ្មៅតែល្អគួរសមឧបមាដូចជាត្រសារបស់ពួកកេដាក៏ដូចជាវាំងននរបស់ស្ដេចសាឡូមោនសូមកុំឲ្យមើលខ្ញុំដោយព្រោះខ្ញុំមានសបល់ស្រគំឡើយត្បិតខ្ញុំបានត្រូវហាលថ្ងៃហើយពួកប្រុសពោះមួយនឹងខ្ញុំគេខឹងនឹងខ្ញុំគេបានឲ្យខ្ញុំថែរក្សាចំការទំពាំងបាយជូរឯចំការរបស់ខ្លួនខ្ញុំវិញនោះមិនបានថែរក្សាទេឲ្យអ្នកដែលចិត្តខ្ញុំស្រឡាញ់អើយសូមប្រាប់ខ្ញុំម្ចាស់ពីទ្រង់ខ្វៀលហ្វូងសត្វនៅត្រង់ណាផងតើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់ត្បិតតើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រីដែលត្រូវបាំងមុខនៅជាមួយនឹងហ្វូងសត្វរបស់ពួកភឿនទ្រង់ដូច្នេះឲ្យនាងដែលល្អលើសជាងគេក្នុងពួកស្រីអើយបើមិនដឹងទេនោះមានតែចេញទៅតាមដានជើងរបស់ហ្វូងសត្វទៅហើយខ្វៀលកូនពពែរបស់ឯងក្បែរត្រសារបស់ពួកអ្នកគំវាលចុះអោមាសសម្លាញ់អើយអញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោនថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែងហើយកឯងផងដែលប្រដាប់ដោយខ្សែដូច្នេះយើងនឹងធ្វើប្រតោកមាសដាំដោយប្រាក់ឲ្យឯងកំពុងតែស្ដេចទ្រង់គង់នៅតុនោះប្រេងទេពរបស់ខ្ញុំបានផ្សាយក្លិនក្រអូបទៅស្ងួតសម្លាញ់របស់ខ្ញុំជាកញ្ចប់កំញាននៅនីរវាងដោះខ្ញុំទាំងពីរដល់ខ្ញុំស្ងួនសម្លាញ់របស់ខ្ញុំក៏ដូចជាកញ្ចុំផ្កាក្រពែនដល់ខ្ញុំដែលដោះនៅក្នុងចំការទំពាំងបាយជូរស្រុកអេនកេឌីមើលឯស្រស់បោះល្អមាសសម្លាញ់អើយមើលឯស្រស់បោះល្អណាស់ភ្នែកឯងដូចជាភ្នែកព្រាបមើលព្រះអង្គក៏ល្អស្ងួនសម្លាញ់អើយត្រូវគួរស្រឡាញ់ណាស់ដំណេករបស់យើងខៀវខ្ចីរត់ផ្ទះរបស់យើងជាដើមតាត្រៅហើយធ្នឹមរបស់យើងជាដើមកកោះព្រះគម្ពីរបទចម្រៀងសាឡូមោនជំពូកទី2ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុនជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំមានសម្លាញ់របស់អញនៅកណ្ដាលពួកកូនស្រីប្រៀបដូចជាកំភ្លឹងដោះនៅកណ្ដាលគុម្ពបន្លាស្ងួនសម្លាញ់របស់ខ្ញុំនៅកណ្ដាលពួកកូនប្រុសនោះប្រៀបដូចជាសារីនាកណ្ដាលពួកឈើនៅព្រៃខ្ញុំបានអង្គុយក្រោមម្លប់នេះទ្រង់ឲ្យចិត្តរីករាយជាខ្លាំងហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្ដាតខ្ញុំទ្រង់បាននាំខ្ញុំទៅឯផ្ទះស៊ីលៀនហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំគឺជាសេចក្តីស្រឡាញ់សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផងត្បិតខ្ញុំឈឺដោយរោគស្រឡាញ់ព្រះហស្ថឆ្វេងទ្រង់ទ្រក្បាលខ្ញុំហើយព្រះហស្ថស្ដាំក៏អោបខ្ញុំអោពួកកូនស្រីក្រុងយេរូសាឡឹមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បត់ដោយនៅពួកប្រើសនិងពួកក្តាន់នៅវាលថានាងទាំងឡាយនឹងមិនអង្រួនឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយចាំតតែទ្រង់សពព្រះតីនោះណសំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំមើលទ្រង់មកហើយកំពុងតែផ្លោះនៅលើភ្នំហើយលោតសំទុះក្អែកនៅលើទួលស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រាស់ឬក្តាន់ស្ទៀវមើលទ្រង់ឈរនៅខាងក្រៅកំផែងហើយទ្រង់អើតមើលតាមបង្អួចហើយក្រឡេកមើលតាមចន្លោះប្រដាស់ស្ងួនសម្លាញ់របស់ខ្ញុំបានមានបន្ទូលនឹងខ្ញុំថាមាសសម្លាញ់អើយចូលក្រោកឡើងស្រស់ព្រំព្រៃអើយចូលចេញមកត្បិតមើលរដូវរងាកន្លងទៅហើយភ្លៀងក៏រាំងស្រឡះហើយដែរផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដីពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ក៏ឮសំឡេងលលោកនៅក្នុងស្រុកយើងហើយដើមលវាមានផ្លែខ្ចីកំពុងតែទុំហើយដើមទំពាំងបាយជូរកំពុងតែផ្កាក៏ផ្សាយក្លិនក្រអូបឆ្វេងដូច្នេះចូលក្រោកឡើងមាសសម្លាញ់អើយអោស្រស់ព្រំព្រៃអើយចូលចេញមកអោព្រៀបអញអើយឯងនៅតែក្នុងក្រហែងថ្មឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោលធ្វើអីសូមឲ្យអញឃើញមុខឯងហើយស្ដាប់សំឡេងឯងផងទោះសំឡេងឯងផ្អែមពីរោះមុខឯងក៏ស្រស់បោះល្អដែរ
ចូលយើងទៅចាប់ចចកគឺជាកូនចចកទាំងប៉ុន្មានដែលបំផ្លាញចំការទំពាំងបាយជូរទៅត្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយស្ងួនសម្លាញ់ខ្ញុំជារបស់ផងខ្ញុំគឺជារបស់ផងទ្រង់ដែរទ្រង់ខ្វៀលហ្វូងសัตว์នៅទីមានផ្កាកំភ្លឹងអោស្ងួនសម្លាញ់អើយសូមវិលទៅវិញធ្វើដូចជាប្រើសឬក្តានស្ទៀវនៅលើភ្នំបេធើចាំដល់ថ្ងៃត្រជាក់ហើយស្រមោលបាត់ទៅសិនព្រះគម្ពីរបទចម្រៀងសាឡូមោនជំពូកទី3នៅរាត្រីយប់កំពុងដេកនៅលើដំណេកនោះខ្ញុំស្វែងរកព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ខ្ញុំខំស្វែងរកប៉ុន្តែមិនឃើញទ្រង់សោះដូច្នេះក៏នឹកថាអញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុងអញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់នៅតាមផ្លូវទាំងប៉ុន្មានហើយនៅទីធ្លាផងខ្ញុំក៏ស្វែងរកប៉ុន្តែមិនឃើញទ្រង់សោះពួកយាមល្បាតដែលដើរក្រវ៉ាល់ក្នុងទីក្រុងគេប្រទះនឹងខ្ញុំហើយខ្ញុំសួរគេថាអ្នករាល់គ្នាបានឃើញព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ឬទេខ្ញុំបានដើរហួសពីគេតែបន្តិចទេស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ខ្ញុំបានចាប់អង្គទ្រង់មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំគឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមកអោពួកកូនស្រីក្រុងយេរូសាឡឹមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បត់ដោយនៅពួកប្រើសនិងពួកក្តាន់នៅវាលថានាងទាំងឡាយនឹងមិនអង្រួនឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយចាំទាល់តែទ្រង់សពព្រះតីតើអ្នកណានោះដែលឡើងពីទីរហោស្ថានមកមានហុយដូចជាផ្សែងមានអបខ្លួនដោយក្លឹមច័ន្ទនិងកំញានព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួយដូច្នេះនោះគឺជាព្រះវស្សាយរបស់សាឡូមោនមានមនុស្សស្ទាត់ជំនាញក្នុងពួកខ្លាំងពូកែនៃសាសអ៊ីស្រាអែល60នាក់ហើយហោមទ្រង់គ្រប់គ្នាមានដាវហើយក៏ថ្នឹកខាងចម្បាំងគ្រប់គ្នាណែបដាវនៅត្រគាកក្រែងមានហេតុភ័យនៅរាត្រីយប់ស្ដេចសាឡូមោនបានធ្វើព្រះវរមួយសម្រាប់ទ្រង់ដោយឈើពីព្រៃល្បាណូនទ្រង់ធ្វើសសរដោយប្រាក់ក្រាលកម្រាលដោយមាសទីគង់បានធ្វើពីសម្ពុតពណ៌ស្វាយហើយខាងក្នុងមានសម្ពុតដែលពួកកូនស្រីក្រុងយេរូសាឡឹមបានប៉ាក់ដោយសេចក្តីស្រឡាញ់អស់ពួកកូនស្រីក្រុងស៊ីយ៉ូនអើយចូលចេញទៅមើលស្ដេចសាឡូមោនចុះទ្រង់ពាក់មកុដដែលព្រះមេដាបានបំពាក់ថ្វាយក្នុងថ្ងៃវិវាហៈមង្គលទ្រង់គឺនៅថ្ងៃដែលទ្រង់មានប្រទេញរីករាយសប្បាយព្រះគម្ពីរបទចម្រៀងសាឡូមោនជំពូកទី4មាសសម្លាញ់អើយឯងស្រស់បោះល្អណាស់ណមើលឯងជាស្រីស្រស់បោះល្អភ្នែកឯងដែលបាំងដោយស្បៃមើលទៅដូចជាភ្នែកព្រាបសក់ឯងមានភាពដូចជាហ្វូងពពែដែលដេកនៅចង្កេះភ្នំកាឡាតថ្មិញឯងក៏ដូចជាហ្វូងជៀមដែលទឹមនឹងកាត់រោមរួចឡើងមកពីការលាងជំរះវិញជាសត្វដែលមានកូនភ្លោះរៀងរាល់តួឥតមានអ្នកណាមួយដែលបាត់កូនឡើយបបោមាត់ឯងដូចជាអំបោះក្រហមមាត់ឯងក៏ល្អមើលតើកឯងដែលបាំងដោយស្បៃមើលទៅដូចជាផ្លែទន្ទឹមមួយចំហៀងកឯងដូចជាប៉មនៃស្ដេចដាវីតដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធជាកន្លែងដែលមានខែល1000ព្យួរទុកគឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញដោះឯងទាំងពីរដូចជាកូនក្តានពីរដែលជាកូនភ្លោះរបស់មេមួយដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹងអញនឹងចេញទៅឯភ្នំច័ន្ទហើយដល់ទួលកំញានចាំទាល់តែថ្ងៃត្រជាក់ហើយស្រមោលបាត់ទៅសិនអោមានសម្លាញ់អើយឯងស្រស់បោះល្អសពសារពាងឥតមានខ្ចោះនៅខ្លួននាងឡើយប្រពន្ធអើយចូលមកពីភ្នំល្បាណូនជាមួយនឹងអញចោះគឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណាពីកំពូលភ្នំសេនីហើយនៅកំពូលភ្នំហឺម៉ូនផងគឺពីរូងសัตว์សឹងហើយពីភ្នំរបស់ខ្លារខិនអោប្អូនជាប្រពន្ធអើយឯងបានចាប់យកដួងចិត្តអញទៅហើយឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែមួយដោយសារខ្សែករបស់ឯងតែមួយប៉ុណ្ណោះអោប្អូនជាប្រពន្ធអើយសេចក្តីស្រឡាញ់របស់នាងល្អវិសេសណាស់ណោះសេចក្តីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយអោប្រពន្ធអើយបបោមាត់ឯងស្រក់មកជាទឹកឃ្មុំមានទឹកឃ្មុំនិងទឹកដោះគោនៅក្រោមអណ្ដាតឯងហើយក្លិនសម្លៀកបំពាក់របស់ឯងដូចជាក្លិនក្រអូបនៃព្រៃល្បាណូនប្អូនជាប្រពន្ធរបស់អញប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូលជារុនទឹកដែលគេហួងហែងជាទឹកផុសដែលគេបិទគប់ត្រួយឯងជាចំការទទឹមមានផ្លែដ៏វិសេសក៏មានដើមក្រពេននិងដើមទេពីរូគឺទេពីរូនិងរមៀត
ដើមកន្ធាយហើយសម្បុរល្វែងនៅដើមឈើទាំងប៉ុន្មានដែលសម្រាប់ធ្វើគ្រឿងក្រអូបដែរនឹងជ័រល្វីងទេសគ្រឹស្នាហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់ឯងជាក្បាលទឹកដែលស្រោចសួនច្បារជាអណ្ដូងមានទឹករស់ជាជ្រោះទឹកហូរមកពីភ្នំល្បាណូនអោខ្យល់ខាងជើងអើយចូលភ្ញាក់ឡើងហើយខ្យល់ខាងត្បូងអើយចូលមកចោះចូលបក់មកលើសួនច្បាររបស់ខ្ញុំដើម្បីឲ្យក្លិនក្រអូបផ្សាយចេញទៅសូមឲ្យស្ងួនសម្លាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចោះ